គាត់បានបណ្ដុះបណ្ដាលយុវជននឹងឲ្យចេះពីការចុះសិក្សាស្រាវជ្រាវពីវិធានប្រពៃណីកសិកម្មស្បៀងនៅក្នុងសហគមន៍ស្រាវជ្រាវពីតំបន់ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចផងដែរយើងក៏បានធ្វើសកម្មភាពធ្វើទីស្នាក់ការរបស់សហគមន៍ឲ្យយុវជនចុះធ្វើបច្ចុប្បន្នភាពសមាជិកសហគមន៍ឡើងវិញធ្វើបច្ចុប្បន្នភាពសមាជិកគណៈកម្មការសារជាថ្មីដោយសារគណៈកម្មការពីមុនមានការផ្លាស់ប្ដូរដាក់ពាក្យស្នើទៅក្រសួងដើម្បីឲ្យក្រសួងនឹងទទួលស្គាល់សហគមន៍យើងការអនុវត្តគម្រោងបានដឹកនាំសកម្មភាពជាច្រើនដូចជាសាងសង់ថ្នាលបណ្ដុះកូនឈើដែលឲ្យសហគមន៍នឹងធ្វើថ្នាលបណ្ដុះកូនឈើបាននាំសិស្សានុសិស្សល្បាតព្រៃដើរមើលព្រៃក៏ដូចជានាំសហគមន៍នឹងធ្វើសកម្មភាពធ្វើរោងល្បាតដែលក្នុងនោះយើងបានធ្វើរោងល្បាតនឹងចំនួន3សហគមន៍គណៈកម្មការយុវជនបានទៅធ្វើនៅកន្លែងកំពូលភ្នំនៅតាមជើងភ្នំដោយយើងដាំកូនកាស្យាបណ្ដុះកូនឈើយើងដាំដើមឈើដើម្បីឲ្យពិភពលោកមានពណ៌បៃតងនិងទប់ស្កាត់ការបំរែបំរួលអាកាសធាតុហើយក្នុងសហគមន៍ក៏យើងមានទៅជាក្នុងចំការរួមជាចំការរួមរបស់សហគមន៍ដែរកុំឲ្យថាសហគមន៍អត់មានស្អីសោះខ្ញុំក៏សប្បាយចិត្តណាស់ដែលទាំងចាស់ទាំងក្មេងឲ្យទៅប្រាប់ទៅខ្ញុំអរគុណគេហើយអនាគតទៅមុខក៏អាចจะរីកចម្រើនជាងនឹងឲ្យទៅចេះសាមគ្គីគ្នាដូចឥឡូវនេះពេលពួកខ្ញុំប្រមូលផលបានអញ្ចឹងមានជួយសាលាជនពិការចាស់យូរីពូម៉ាយមីម៉ាយនៃអ្នកស្លាប់តែគាត់ត្រូវការចាំបាច់អញ្ចឹងពួកខ្ញុំអាចមានថវិកាទប់សម្រាប់ជួយគាត់ដោះស្រាយបានបន្តិចមានថវិកាឧបត្ថម្ភគាត់ទី1គាត់អត់ចំណាក់ស្រុកទី2គាត់អត់រុករៀនព្រៃទី3គាត់អាចជួយដាំកូនឈើគាត់មានទឹកចិត្តគាត់មិនបាច់ទៅរលុយណាការដាំដំណាំពូឈើផ្លែនេះរួចដូចជាស្វាយដូចជាខ្នុរដូចជាមនុស្សនេះការពិតនេះតាមលក្ខណៈគេថាតាមលក្ខណៈប្រពៃណីបាទដែលជនជាតិធ្លាប់បានធ្វើកន្លងមកតែតាមចំការតាមសួនតាមផ្ទះតាមដែនក៏ដាំលក្ខណៈប្រពៃណីប៉ុន្តែពេលនេះក៏ដាំក្នុងបានហើយសัตว์ក៏វាអាចស៊ីបានរបស់អស់នឹងមិនថាសัตว์មិនថាមនុស្សយើងត្រូវការហូបបានទាំងអស់បាទឲ្យយើងដាំនឹងពេលអញ្ចឹងក៏យើងដាំចេះលក្ខណៈមួយថារបៀបដាំបុរាណដែរព្រោះប៉ុន្តែយើងដាំលក្ខណៈបុរាណនេះដាំកូនឈើនេះដូចចាំសំអីថានឹងធាតុអាកាសដែលការប្រែប្រួលនឹងកើតដីដែលយើងគ្រោងដាំធ្វើដំណាំក្នុងព្រៃនេះបាទចំនួនដីគឺមានទីនេះមានចំនួនថាបើជាព្រះអរៈមាន15ចុះគ្រោងយើងបងចង់ដាំទាំងអស់នឹងឯងចឹងបើយើងនិយាយពីឥទ្ធិពលគម្រោងនេះទី1យើងបានសហការគ្នាបាទរវាងអាជ្ញាធរមូលដ្ឋានយើងចាប់ពីភូមិឃុំស្រុកខេត្តដល់ថ្នាក់ក្រសួងបាទយើងបានដំណើរការគម្រោងហើយទី2អង្គការដៃគូបាទអង្គការដៃគូគាត់សហការគ្នាបានល្អហើយនឹងស្ថាប័នពាក់ព័ន្ធនឹងជំនាញបាទដូចជាអង្គការ WA អង្គការផ្សេងហើយមន្ទីរពាក់ព័ន្ធមានការចូលរួមពីសមាជិកសហគមន៍ជនជាតិដើមភាគតិចពណ៌ភ្នំរាយយើងមានការសាមគ្គីគ្នាល្អឯកភាពគ្នាបាទធ្វើគម្រោងហើយយើងគម្រោងនេះយើងមានគោលដៅធំយើងចុំជាដីនេះធ្វើឲ្យសវត្ថិភាពដីធ្លីយើងនឹងមានសវត្ថិភាពស្បៀងអាហារធ្វើឲ្យប្រធានការប្រពៃណីជនជាតិដើមភាគតិចហ្នឹងមានប្រសិទ្ធភាពបាទគម្រោងនេះធ្វើទៅលើសិទ្ធិជនជាតិដើមភាគតិចផងការពារទៅលើអត្តសញ្ញាណជនជាតិដើមភាគតិចហើយពង្រឹងបាទពង្រឹងវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចហើយដើម្បីឆ្ពោះទៅអនាគតកូនចៅយើងជំនាន់ក្រោយបាទ
ទឹកចិត្តសហគមន៍មកដល់ពេលនេះដែលយើងបានអនុវត្តគម្រោងចុះជីដីសមូហភាពនេះគឺសមាជិកខ្ញុំបងប្អូនជនជាតិដើមបន្តិចពណ៌ភូមិភ្នំរៃឃុំតតោកសុកលូតខេត្តបាត់ដំបងនឹងគាត់មានការបាទរំភើបហើយសប្បាយចិត្តហើយអបអរសាទរដោយសារគម្រោងនេះបានធ្វើការងារចុះជីដីហ្នឹងទៅដល់ពួកគាត់សប្បាយចិត្តហេតុអីបានការដៃគូជាពិសេស UNDP ហើយក្រសួងពាក់ព័ន្ធហើយស្ថាប័នពាក់ព័ន្ធដែលតែងតែគ្រប់គ្រងជាពិសេសរាជរដ្ឋាភិបាលនឹងគ្រប់គ្រងទៅលើគោលនយោបាយចុះជីដីសមូហភាពចេញជាអនុក្រឹត្យ83បានឈានដល់ការចុះជីចប់ជាស្ថាពរហើយសំណូមពរខ្ញុំចុងក្រោយនេះសូមឲ្យរាជរដ្ឋាភិបាលនឹងគ្រប់គ្រងបន្តទៀតជាពិសេសម្ចាស់ជំនួយដូចជា UNDP នឹងសូមផ្ដល់ជំនួយតទៀតដើម្បីពង្រឹងទៅលើសេដ្ឋកិច្ចសហគមន៍ពង្រឹងទៅលើប្រធានប្រពៃណីរបស់សហគមន៍ឲ្យមានភាពរឹងមាំបាទសូមអរគុណ